skill ចំនួន7ដែលអ្នកទាំងគ្នាត្រូវពង្រឹងបន្ថែមកំឡុងពេលដែលអ្នកទាំងគ្នាសិក្សាបើសិនបើអ្នកទាំងគ្នាចង់ដាក់ពាក្យអាហារូបករណ៍នៅពេលដែលអ្នកទាំងគ្នាបញ្ចប់ការសិក្សាមិនថានៅវិទ្យាល័យឬក៏នៅសាកលវិទ្យាល័យក៏ដោយទី1គឺជំនាញនៅក្នុងការស្រាវជ្រាវនិងការគិតបែបស៊ីជម្រៅការស្រាវជ្រាវនិងការគិតបែបស៊ីជម្រៅវានឹងជួយអ្នកទាំងអស់គ្នាក្លាយជាមនុស្សដែលមានគុណសម្បត្តិលេចធ្លោជាងបេក្ខភាពដទៃហើយវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាជាមនុស្សដែលមានគោលដៅច្បាស់លាស់មានភាពជឿជាក់លើខ្លួនឯងមានទំនុកចិត្តលើខ្លួនឯងហើយក៏ធ្វើឲ្យទាំងអស់គ្នាជាមនុស្សម្នាក់ដែលមានភាពចាស់ទុំផងដែរទី2គឺ communication skill តែចំណុចនេះគឺខ្ញុំចង់ផ្ដោតសំខាន់ទៅលើការនិយាយស្ដីហើយនិងការទំនាក់ទំនងការទំនាក់ទំនងវាជ្រឿងមួយប៉ុន្តែការនិយាយស្ដីការឆ្លើយសំណួរការប្រស័យតាក់ទងមួយមនុស្សជុំវិញខ្លួនក៏ជាផ្នែកមួយដ៏សំខាន់ដូចគ្នាអញ្ចឹងអ្នកទាំងនេះគួរតែចេះពីរបៀបក្នុងការឆ្លើយតបការសួរនាំខ្ញុំឧទាហរណ៍ជាក់ស្ដែងសូម្បីតែការដែលអ្នកទាំងអស់គ្នាឆាតឬក៏ផ្ញើអ៊ីមែលទៅកាន់អ្នកណាគេម្នាក់ហ្នឹងណាអាហ្នឹងក៏តាក់ទងមួយ communication skill ដែរហើយអ្នកខ្លះគឺអត់មាន communication skill ទេទី3គឺ leadership ហើយនិង teamwork ខ្ញុំគិតថាវាពិតជាសំខាន់ហើយ leadership មួយ teamwork គឺវាជារឿងមួយដែលមនុស្សគ្រប់គ្នាទាំងអស់សុទ្ធតែអាចមាននោះទេរួមទាំងខ្ញុំមកដល់ឥឡូវក៏នៅតែរៀនសូត្របន្ថែមពាក់ព័ន្ធជាមួយនឹង leadership ជាមួយនឹងការធ្វើការងារជាក្រុមដូចគ្នាពីព្រោះរឿងហ្នឹងវាទាមទារឱកាសប្រាស់ពេលវេលានិងអារម្មណ៍ច្រើនអញ្ចឹងហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែចំណាយពេលវេលាក្នុងការរៀនសូត្រពីផ្នែកមួយហ្នឹងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទី4ក៏សំខាន់ដែរសម្រាប់ការដាក់ពាក្យអាហារូបករណ៍គឺ writing skill អ្នកទាំងអស់គ្នាដែលចាំវីដេអូដែលខ្ញុំធ្លាប់បាននិយាយមិនថាទាំងអស់គ្នាបកកាយប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនអ្នកទាំងអស់គ្នាអត់អាចសរសេរឲ្យល្អទេអ្នកទាំងអស់គ្នាគឺអត់អាច deliver ដឹកជញ្ជូនអ្វីដែលជាអ្នកទាំងអស់គ្នាទៅកាន់គណៈកម្មការបានទេអ្នកទាំងអស់គ្នាត្រូវដឹកជញ្ជូនភាពជាអ្នកទាំងអស់គ្នាហ្នឹងទៅកាន់គណៈកម្មការតាមរយៈការសរសេររបស់អ្នកទាំងអស់គ្នានៅលើกระดาษហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរៀនអំពី skill ក្នុងការសរសេររៀនអំពី technique នៅក្នុងការសរសេរថាតើគេសរសេរបែបណាដើម្បីឲ្យអ្នកអានគេស្រួលអានស្រួលយល់ហើយមានភាពទាក់ទាញ5 cross culture and language skill នៅក្នុងការទៅរៀនឬក៏បន្តការសិក្សានៅប្រទេសមួយចំនួនគឺតម្រូវអ្នកទាំងអស់គ្នាទៅរៀនភាសាថ្មីមួយទៀតឧទាហរណ៍ដូច Global Career Scholarship ឬក៏អាហារូបករណ៍ទៅចិនក៏ដោយក៏មានចឹងដែរអញ្ចឹងគឺគណៈកម្មការគេត្រូវការមនុស្សដែលគាត់មាន skill នៅក្នុងការរៀនភាសាថ្មីដូចគ្នាជាពិសេសនោះគឺការទទួលយកនៅ culture ថ្មី like open your mind to learn to grow ទី6គឺធ្វើការងារស្ម័គ្រចិត្តនិងការងារជួយសង្គមទី7សម្រាប់សតវត្សទី21នេះគឺ digital និង technology skill វាជារឿងមួយដែលសំខាន់ខ្ញុំបារម្ភជាងគេគឺអ្នកដែលទៅតែចប់វិទ្យាល័យឬក៏អ្នកដែលកំពុងតែនៅវិទ្យាល័យនឹងឯងគឺភាគច្រើនពួកគាត់អត់សូវបានយល់ដឹងជាពិសេសគឺអ្នកនៅជនបទឧទាហរណ៍ដូចខ្ញុំជាដើមចឹងគួរតែរៀនសូត្រតាមលទ្ធភាពរបស់យើងមិនបាច់លោកហៅតាមគេទេយើងមានលទ្ធភាពប៉ុណ្ណាយើងរៀនប៉ុណ្ណឹងធ្វើតាមលទ្ធភាពរបស់យើងឲ្យតែយើង take action យើងនឹងទទួលបានលទ្ធផលហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានត្រឹមតែ7ចំណុចនឹងឯងហើយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវាពិតជាមានសារៈសំខាន់សម្រាប់អ្នកទាំងអស់គ្នាក្នុងការបើចង់ដាក់ពាក្យអាហារូបករណ៍នៅពេលអនាគតហើយជាក់ស្ដែងដូចខ្ញុំជាក់ស្ដែងខ្ញុំក៏មានគោលបំណងក្នុងការចង់បន្តការសិក្សាថ្នាក់បណ្ឌិតរបស់ខ្ញុំនៅពេលខាងមុខទៀតដែរហើយ skill ទាំង7ហ្នឹងក៏ជា skill ដែលខ្ញុំកំពុងតែពង្រឹងបន្ថែមចំពោះខ្លួនឯងដូចគ្នាអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយ follow ខ្ញុំមួយផងដើម្បីខ្ញុំបាន 20k follower ជិតបាន 20k ហើយ bye bye